នេះជាអំណងកូនដែលចង់ប្រាប់ទៅកាន់គ្រួសារប៉ុន្តែមិនដែលហ៊ាននិយាយមានតែធ្វើជំរឿនមួយនេះជូនទៅកាន់គ្រួសារជាពិសេសធ្លាប់តែជាក្មេងចូលចិត្តសប្បាយលើប្រែមកស្ងប់ស្ងាត់ធ្លាប់បានសន្យាជាមួយគ្រួសារថាក្តីស្រមៃមិនឲ្យបាត់ធ្លាប់គិតពីក្មេងថាពេលធំឡើងនឹងឲ្យពួកគាត់ស្រួលទោះជាយ៉ាងណាក៏កូនអ្នកនេះមិនព្រមឲ្យវាដួលចាក់ចេញពីផ្ទះដោយក្តីសង្ឃឹមដោយក្តីរំពឹងនៅថ្ងៃសែកតែប្រាប់គាត់ថាកុំសូវបារម្ភពីកូនព្រមអ្នកនេះពេកលោកពុកអ្នកម្ដាយមានកូនធំហើយកូននឹងធ្វើវាមិនឲ្យលោកទាំងពីរខកចិត្តឡើយអរេហើយស្មាននៅណារ៉ាទូរស័ព្ទប៉ាចេះតែអត់លើចឹងហ៎ហើយហ្នឹងអរេអត់ធៀបឲ្យភ្លៀងតាមពុកម៉ូតូរហូតដល់កូនពុកខែនឹងខែភ្លៀងហើយចាត់ដាស់សាយហ៎កូនសំដីរបស់អ្នកមានគុណសុទ្ធតែជាកម្លាំងចិត្តសុំដើរមករកមុខកូនឲ្យភាំងឡើងភ្ញាក់ពីការគិតសុំរកទៅរកការពិតពពួនមាននៅក្នុងជីវិតជ្រោកបោកជ្រោកបាល់មិនងាយស្រួលដូចពេលដែលយើងគិតធ្វើទៅបិទទូជារៀងលំបាកនៅតែហ៊ានចូលត្រូវហ៊ានសាមិនព្រមចូលចាញ់មិនព្រមចូលញាក់ញយត់នឹងគេថាលំបាកតែចាំពាក្យគាត់ថាស៊ូនើយហត់មុនទើបស្រណុកក្រោយពាក្យមួយឃ្លានេះដល់ជាប់ក្នុងចិត្តចង់ចេះកែពេលមិនបណ្ដោយចង់មានពេលនៅជាមួយគ្រួសារចង់មានពេលគាត់នៅក្បែរកាយាចង់នៅជិតគាត់មើលថែរក្សាដោយដៃទាំងសងខាងនេះណានេះហើយជាក្តីប្រាថ្នារបស់កូនបានគិតមិនយល់មិនឆាំវានឹងខ្លាញ់ទៅជាការពិតសង្ឃឹមដល់ថ្ងៃណាមួយពួកគាត់នឹងរស់ស្រួលដូចអ្វីដែលខ្ញុំគិតតាំងពីក្មេងចឹងដោយការខំប្រឹងរបស់ខ្ញុំសង្ឃឹមថាវានឹងអាចកើតឡើងទៅចុះធ្លាប់តែជាក្មេងចូលចិត្តសប្បាយលើប្រែមកស្ងប់ស្ងាត់ធ្លាប់បានសន្យាជាមួយគ្រួសារថាក្តីស្រមៃមិនឲ្យបាត់ធ្លាប់គិតពីក្មេងថាពេលធំឡើងនឹងឲ្យពួកគាត់ស្រួលទោះជាយ៉ាងណាក៏កូនអ្នកនេះមិនព្រមឲ្យវាដួលចាក់ចេញពីផ្ទះដោយក្តីសង្ឃឹមដោយក្តីរំពឹងនៅថ្ងៃសែកតែប្រាប់គាត់ថាកុំសូវបារម្ភពីកូនព្រមអ្នកនេះពេកលោកពុកអ្នកម្ដាយមានកូនធំហើយកូននឹងធ្វើវាមិនឲ្យលោកទាំងពីរខកចិត្តឡើយ